เตรียมบ่าสภาพการเราตามมาพรมแดนไปนี่คือมันสู้เฮ้ยคือก่อมือแต่ตามปอร์มีนเราทางประเทศไทยบ่าคือหนังอาจบ้ากาวีปะฮาเมากัมปจียื่งเราซีรีส์เมาปีบ่าหรือก็อาจเรายุบไงตีดับปรำปีนี่บ่าใครมีตัวปีปอนเราไปปรำนี่วิธีเตะบอลโปดูเราตามมันดอยพรมแดนสุ่มเตรียมบอลโปในงานทอก็โดยจีกองตัวบ่าอยู่เตรียมพรมวิธีถึงออกบ่าน้องการทุบตัวเราสภาพการได้มีอาจจะเกิดมีนะครับตัววุฒิเรารถไฟนี่บ่าด้วยก่อนเรายุบนี่เอายืมคืนเฮ้ยจับตังปีไงมาซอลมันมาซอลมาไงในcái cho cha JVCนี่คือรัฐพอคือคอปีเอาไว้ได้ทางที่ไทยcái đồng phân tốc hơi cái មានការជជែកសាច់ទឹកដាក់គ្នាខ្លាំងណាស់នៅប្រទេសថៃបាទដូច្នេះកងទ័ពគេនឹងតាមព័ត៌មានគឺគេគ្រោងនឹងបើកការវាយបាទដណ្ដើមយកទឹកដីដែលកំពុងតែប្រទាញបតុងនៅតាមព្រំដែននេះនៅប្រទេសនេះឬក៏អាចនៅយុគនេះបាទហើយប្រហែលថ្ងៃនេះយើងឃើញហើយមាន drone របស់ថៃជាច្រើនហោះឆ្លងយកការក៏ដូចជាហេលីកូបទ័របាទកតុំរុយខាងថៃបាទគឺមានភាពសកម្មយ៉ាងខ្លាំងបាទនៅតាមព្រំដែនហោះចូលដែនអាកាសរបស់យើងផងដែរបាទដូច្នេះសូមត្រៀមគ្រប់ពេលវិធីចាប់ពីពេលនេះតទៅបាទហើយព័ត៌មានទី2តាក់ទងជាមួយនឹងវិវាទរវាងប្រទេសថៃនិងកម្ពុជានឹងការចរចាទាំងពីរភាគីអំពីបញ្ហាព្រំដែនហើយខ្ញុំសូមរំលឹកម្ដងទៀតគឺខ្ញុំដកស្រង់នេះពីសារព័ត៌មានអន្តរជាតិដែលផ្សាយមកខាងក្រៅប្រទេសពីពួកខ្ញុំដឹងថាប្រិមិត្តទទួលបានព័ត៌មានច្រើនហើយគ្រប់គ្រាន់ហើយពីការផ្សាយនៅក្នុងស្រុកតាមរយៈបណ្ដាញសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាគេបានផ្សាយយ៉ាងក្បោះក្បាយក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាឃើញឲ្យលោកចែករំលែកនៅតាមបណ្ដាញសង្គមយ៉ាងក្បោះក្បាយដែរក៏ប៉ុន្តែអ្វីដែលខ្ញុំចែករំលែកនៅពេលនេះខ្ញុំដកស្រង់ពីសារព័ត៌មានអន្តរជាតិដែលបានចុះផ្សាយនៅខាងក្រៅប្រទេសកម្ពុជាដោយចង់បង្ហាញពីជ្រុងអន្តរជាតិថាតើនៅជ្រុងអន្តរជាតិគេមើលឃើញយ៉ាងម៉េចចឹងដើម្បីជាចំណេះដឹងនិងជាព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយសម្រាប់ប្រិយមិត្តទាំងអស់គ្នាអញ្ចឹងហើយមានការរៀបរាប់ខ្លះគឺដែលយើងមិនបានដឹងពីមុនមកឬក៏ការរៀបរាប់ខ្លះគឺប្រិយមិត្តបានដឹងរួចហើយខ្ញុំសូមបកប្រែទូទៅនៅអត្ថបទដែលខ្ញុំបានដកស្រង់នេះគឺមានច្រើនមានពី Reuters មានខាងពីខាងភាសាខាងចិនខាងអីផងដាក់បញ្ចូលគ្នាទាំងអស់ដើម្បីឲ្យមានចំណុចសំខាន់ដែលគេបានផ្សាយកម្ពុជាបាននិយាយនៅថ្ងៃអាទិត្យនេះថាកម្ពុជាបានស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិហៅកាត់ថា ICJ ដោះស្រាយចំនួនព្រំដែនជាមួយនឹងប្រទេសថៃក្រោយពីមានទំនាស់រហូតដល់មានការចល័តកងទ័ពនៅសងខាងព្រំដែនហើយទាហានកម្ពុជាម្នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាមួយរយៈពេលខ្លីកាលពីថ្ងៃទី28ខែឧសភាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានបង្ហោះនៅលើទំព័រ Facebook របស់លោកថាកម្ពុជាជ្រើសរើសដំណោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិតាមរយៈយន្តការ ICJ សម្រាប់ដោះស្រាយជម្លោះព្រំដែនហើយមានការបង្ហោះរូបភាពដែលមាននោះមានលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនលោកកាន់ស្រោមសម្បត្តិដែលលោកហ៊ុនម៉ាណែតបាននិយាយថាជានៅក្នុងនោះមានលិខិតផ្លូវការទៅកាន់តុលាការ ICJ នៅក្នុងទីក្រុងឡាអេដែលជារឿយៗគេហៅថាតុលាការពិភពលោកក្រសួងការបរទេសថៃមិនបានឆ្លើយតបភ្លាមចំពោះសំណើសុំការអត្ថាធិប្បាយអំពីចំណាត់ការរបស់កម្ពុជានោះទេអញ្ចឹងនៅពេលដែលអ្នកសារព័ត៌មានសួរទៅគឺក្រសួងការបរទេសថៃគាត់មិនបានឆ្លើយតបទេត្រឹមម៉ោងផ្សាយរដ្ឋាភិបាលក្រុងបាងកកធ្លាប់បាននិយាយថាខ្លួនមិនទទួលស្គាល់យុត្តាធិការរបស់តុលាការទេហើយចង់ដោះស្រាយចំនួនតាមរយៈយន្តការទ្វេភាគីវិញបាទដោះស្រាយទ្វេភាគីមិនបើខ្លួនឯងអាងមានធំជាងគេនិយាយមិនស្ដាប់គ្នាអញ្ចឹងកិច្ចពិភាក្សាស្ដីពីការបោះបង្គោលព្រំដែនកាលពីចុងសប្តាហ៍រវាងមន្ត្រីនៃប្រទេសទាំងពីរមិនមានលទ្ធផលជាក់លាក់ទេគឺបានន័យថាការពិភាក្សាព្រំដែនរវាងប្រទេសថៃនិងកម្ពុជាបានបញ្ចប់នៅថ្ងៃនេះគឺតាមការវិតម្លៃរបស់សារព័ត៌មានអន្តរជាតិថាលទ្ធផលគឺមិនទាន់ជាក់លាក់នៅឡើយទេដោយគ្រាន់តែភាគីទាំងពីរបានសន្យាថានឹងកាត់បន្ថយភាពតានតឹងនិងបន្តការសន្ទនាគ្នានេះជាលទ្ធផលសរុបប៉ុណ្ណឹងកម្ពុជាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាខ្លួនបានស្នើទៅប្រទេសថៃហើយប្រទេសទាំងពីរគួរតែរួមគ្នានាំយកតំបន់ចំនួនទាំង4តំបន់ចំនួនទាំង4តាក្របីតាតំបន់តំបន់ធំហើយនឹងមុំ3ហ្នឹងណាទៅកាន់តុលាការ ICJ ហើយថាតំបន់ទាំងនេះមិនគួរត្រូវបានបញ្ចូលក្នុងកិច្ចពិភាក្សា
ទ្វេភាគីនាពេលអនាគតលើការបោះបង្គោលព្រំដែនទៀតទេចឹងដោយតែខ្ញុំបានជម្រាបម្សិលមិញគឺថាបញ្ហាទាំង4ហ្នឹងមិនមាននៅក្នុងរបៀបវិរៈនៃការពិភាក្សាគ្នាដោយសារតែរឿងអញ្ចឹងដោយសារតែកម្ពុជាលោកត្រៀមថានឹងយកបញ្ហានេះប្តឹងទៅតុលាការ ICJ អញ្ចឹងហើយมันជាមិនដាក់នៅក្នុងរបៀបវិរៈនៃការចរចាហើយខាងភាគីកម្ពុជាក៏បាននិយាយថាអញ្ចឹងថ្ងៃក្រោយជួបគ្នាទៀតក៏មិនត្រូវនិយាយពីតំបន់ទាំង4ហ្នឹងដែរនិយាយពីតំបន់ផ្សេងព្រោះតំបន់ទាំង4ហ្នឹងយើងទុកឲ្យអំណាចតុលាការពិភពលោកជាអ្នកសម្រេចវិញកម្ពុជាក៏បានលើកឡើងថាខ្លួននឹងចាប់ផ្ដើមដំណើរការផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិដោយឯករាជ្យបើទោះបីជាថៃបដិសេធចំពោះយុត្តាធិការរបស់តុលាការក៏ដោយគេប្រើថាឯករាជ្យនេះគឺបានន័យថាដោយខ្លួនឯងដែលមកខាងទោះបីជាថៃមិនទៅក៏ដោយក៏កម្ពុជាទៅដែរនេះចង់និយាយមានន័យអញ្ចឹងណាម្យ៉ាងវិញទៀតប្រទេសថៃមិនបាននិយាយអំពីតំបន់ចំនួនទាំង4ឬ ICJ ទេដោយគ្រាន់តែនិយាយថាភាគីទាំងពីរនឹងបន្តពិភាក្សានឹងការអនុវត្តរួមគ្នានៃកិច្ចពិភាក្សាបោះបង្គោលព្រំដែនប្រទេសថៃគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបន្ទាប់នៅខែកញ្ញាចឹងខែ9បាន JBC នឹងប្រជុំកិច្ចគណៈកម្មាធិការព្រំដែនកិច្ចការព្រំដែនហ្នឹងគឺនឹងជួបគ្នាម្ដងទៀតនៅខែកញ្ញានៅក្នុងប្រទេសថៃម្ដងលោកហ៊ុនម៉ាណែតបានមានប្រសាសន៍ថាវិវាទនៅតំបន់ព្រំដែនទាំង4រួមទាំងកន្លែងដែលការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរបានកើតឡើងនោះមានភាពស្មុគស្មាញនិងមានហានិភ័យខ្ពស់នៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនិងកន្លែងដែលយន្តការទ្វេភាគីមិនអាចដោះស្រាយបានលោកមិនបានបង្ហាញខ្លឹមសារនៃលិខិតនោះទេដែលបានដាក់ទៅតុលាការ ICJ កម្ពុជាបានស្វាស្វែងរកដំណោះស្រាយ ICJ ដោយជោគជ័យចំនួន2ដងគឺនៅក្នុងឆ្នាំ1962លើកម្មសិទ្ធិលើប្រាសាទព្រះវិហារដែលមានចំនួននិងឆ្នាំ2013បន្ទាប់ពីខ្លួនបានស្វែងរកការបំភ្លឺការបកស្រាយអំពីយុត្តាធិការនៃដីជុំវិញប្រាសាទទោះបីជារដ្ឋាភិបាលទាំងពីរបានសន្យាដោះស្រាយបញ្ហាតាមរយៈការសន្ទនានិងដើម្បីរងាប់អារម្មណ៍ជាតិនិយមក៏ដោយក៏ទីក្រុងបាងកកបានគម្រាមបិទព្រំដែននិងកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីដល់ប្រទេសជិតខាងរបស់ខ្លួនកម្ពុជាបានប្រកាសថាខ្លួននឹងជប់ទិញធម្មពលអគ្គិសនីកម្រិតអ៊ីនធឺណិតនិងផលិតផលរបស់ថៃខ្លួនក៏បានបញ្ជាឲ្យស្ថានីយទូរទស្សន៍ក្នុងស្រុកមិនឲ្យចាក់បញ្ចាំងភាពយន្តរបស់ថៃផងដែរកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនថៃប្រកែកមិនបានពិភាក្សាអំពីផែនការកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រសួងការបរទេសថៃបានចេញសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យទី15ខែមិថុនាដោយបានចរានចោលរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាជុំវិញការចុះផ្សាយថាតំបន់ព្រំដែនមានចំនួនគឺជារបៀបវិរៈនៃកិច្ចពិភាក្សាគណៈកម្មការព្រំដែនទ្វេភាគីនាពេលថ្មីៗនេះគណៈរាជធានីបាងកកនៅតែបន្តគ្រវីក្បាលបដិសេធសមត្ថកិច្ចរបស់តុលាការយុត្តិធម៌អន្តរជាតិឬ ICJ នេះបើតាមការចុះផ្សាយរបស់កាសែតខៅសតការបញ្ជាក់ក្តែងរបស់ភាគីថៃនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនដែលហៅកាត់ថា JBC លើកទី6រវាងកម្ពុជាថៃបានបញ្ចប់កាលពីថ្ងៃទី15ខែមិថុនារដ្ឋលេខាធិការកិច្ចការព្រំដែនកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានថាកម្ពុជាបានដាក់តំបន់ចំនួន4គឺប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាក្របីនិងតំបន់មុំ3ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិបើតាមសេចក្តីប្រកាសព័ត៌មានកម្ពុជារក្សាជំហរប្រើប្រាស់ឯកសារច្បាប់និងផែនទីមាត្រដ្ឋាន1/200,000មានចែងក្នុងអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ដើម្បីអនុវត្តការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនស្របតាមស្មារតីនៃអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ក្នុងន័យនេះភាគីកម្ពុជាបានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃបានគូសជាឯកតោភាគីហើយយកមកប្រើប្រាស់ជាសំអាងដែលជាប្រភពចម្បងនាំមកនៅចំនួនព្រំដែនដរ៉ាំរ៉ៃទាំងពេលកន្លងមកបច្ចុប្បន្ននិងទៅអនាគតយ៉ាងណាក្រសួងការបរទេសប្រទេសថៃបានសង្កត់ធ្ងន់ថាករណីនេះមានការយល់ច្រឡំច្បាស់ណាស់ដោយកិច្ចប្រជុំ JBC មិនបានពិភាក្សាអំពីសំណើរបស់កម្ពុជាក្នុងការនាំយកតំបន់ចំនួនទាំង4ខាងលើទៅឲ្យតុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីនោះទេហើយក៏មិនមានការពិភាក្សាអំពីផែនទីគណៈកម្មការសៀមឥណ្ឌូចិនដោយការអះអាងពីភាគីកម្ពុជាដែរនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ថៃ
ក្រសួងក៏បានបញ្ជាក់ផងដែរថាប្រទេសថៃអន់ចិត្តយ៉ាងខ្លាំងដែលកម្ពុជានៅតែមិនព្រមសហការជាមួយប្រទេសថៃក្នុងការដោះស្រាយបញ្ហាជាក់លាក់និងកាត់បន្ថយភាពតានតឹងទៅវិញទៅមកហើយថែមទាំងរុញតំបន់ចំនួនទាំង4ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិថែមទៀតប៉ុន្តែសេចក្តីប្រកាសព័ត៌មានពីខាងភាគីកម្ពុជាសរសេរច្បាស់ថាកម្ពុជានៅតែបន្តសហការជាមួយថៃក្នុងការដោះស្រាយបញ្ហាជាមួយគ្នាតាមសន្តិវិធីពិសេសកិច្ចការវាស់វែងព្រំដែនលើកលែងតែបញ្ហាប្រាសាទទាំង3និងតំបន់មុំ3ដែលកម្ពុជាឈប់ចរចាជាមួយថៃជុំវិញភាពតានតឹងជំពាក់ចាក់ស្រេះនេះអតីតរដ្ឋមន្ត្រីការបរទេសថៃលោកនុបផាដនប៉ាតាម៉ាដែលបច្ចុប្បន្នជាសមាជិកសភាគណៈបកភឿថៃបានផ្ដល់វិធានការបន្ថែមចំនួន4ចំណុចដើម្បីពង្រឹងជំហររបស់ប្រទេសថៃគឺទី1ណែនាំបេសកកម្មការទូតបរទេសនៅប្រទេសថៃអំពីចំនួនព្រំដែន2មានតំណាងអង្គការសហប្រជាជាតិថៃចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិសុខ3បង្កើតក្រុមការងារផ្នែកច្បាប់ដើម្បីតាមដានបញ្ហាកម្ពុជាថៃ4ពង្រឹងកិច្ចខិតខំប្រឹងប្រែងទំនាក់ទំនងដើម្បីផ្គូផ្គងយុទ្ធនាការព័ត៌មានកម្ពុជាអតីតរដ្ឋមន្ត្រីការបរទេសថៃរូបនេះបានបន្ថែមថាទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការប្រកាន់ខ្ជាប់នៅការចរចាទ្វេភាគីក្រោមក្របខ័ណ្ឌ MOU និងការបដិសេធយុត្តាធិការរបស់ ICJ គឺជារឿងត្រឹមត្រូវគួរបញ្ជាក់ថាការឡំប៉ាពីសំណាក់ភាគីថៃបែបនេះកើតឡើងក្រោយរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដើម្បីឲ្យជួយស្វែងរកដំណោះស្រាយនិងច្រកចេញពីបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាក្របីនិងតំបន់មុំ3ឆុងបកកាលពីថ្ងៃអាទិត្យទី15ខែមិថុនាឆ្នាំ2025ថ្ងៃទី15ខែមិថុនានេះផងដែរជាខួប63ឆ្នាំដែលតុលាការយុត្តិធម៌អន្តរជាតិសម្រេចឲ្យកម្ពុជាឈ្នះថៃលើរឿងក្តីប្រាសាទព្រះវិហារ